Oui, donc le projet Ali se déroule en 3 phases pour répondre à des besoins dans des communautés vulnérables de Phnom Penh. En fait, on est venu à la rénovation des habitats à travers le besoin des familles de vivre dans des conditions plus dignes.ទីក្រុងភ្នំពេញធ្លាប់បានជម្លៀសប្រជាជនចេញពីទីក្រុងដោយបង្ខំក្រោមការគ្រប់គ្រងដ៏ឃោរឃៅរបស់ខ្មែរក្រហមក្នុងឆ្នាំ 1975 នៅពេលដែលប្រជាជនត្រឡប់មកពីទីក្រុងវិញក្រោយពីការដួលរលំនៃរបបនេះពួកគេប្រឈមមុខនឹងបញ្ហានានាជុំវិញកម្មសិទ្ធិដីធ្លីនិងសិទ្ធិអចលនទ្រព្យជាង 4 ទសវត្សរ៍ក្រោយមកទីក្រុងភ្នំពេញប្រឈមមុខនឹងបញ្ហាកំណើនប្រជាជននិងលំហូរនៃអ្នកចំណាក់ស្រុកយ៉ាងឆាប់រហ័សទីក្រុងភ្នំពេញបានលេចឡើងនៅតំបន់តាំងទីលំនៅដែលងាយរងគ្រោះចំនួនជាង 270 កន្លែងតំបន់ទាំងនេះប្រឈមមុខនឹងបញ្ហាជាច្រើនដូចជាការកាន់កាប់ដីធ្លីមិនមានសុវត្ថិភាពលំនៅឋានមិនស្តង់ដារលទ្ធភាពទទួលបានសេវាមានកម្រិតនិងបញ្ហាសង្គមជាច្រើនទៀត Leurs maisons sont souvent construites avec des matériaux de récupération assez précaires, notamment le risque d'inondation en saison des pluies. គ្រួសារមួយចំនួនគាត់មិនមានលទ្ធភាពក្នុងការស្វែងរកការងារធ្វើកុមារឬក៏យុវជនមួយចំនួនគាត់ងាយក្នុងការបោះបង់ចោលការសិក្សាពេលដែលគាត់មានបញ្ហាសុខភាពគាត់ឈឺថ្កាត់គាត់អត់ដឹងថាតើគាត់ទៅរកសេវាសុខភាពឬក៏សេវាសាធារណៈណាសម្រាប់ជួយដល់គាត់នោះទេលំនៅឋានខ្លះគឺគាត់មិនមានបង្គន់អនាម័យប្រើប្រាស់គ្រប់គ្រាន់តាក់ទងជាមួយទឹកស្អាតតាក់ទងជាមួយនឹងការលិចទឹកឬក៏បរិស្ថានជុំវិញគាត់ហ្នឹងគឺមិនមានភាពស្រស់ស្អាតទេសម្រាប់ការរស់នៅរបស់គាត់ ដោយមានការគ្រប់គ្រងពីទីភ្នាក់ងារអភិវឌ្ឍបារាំងនិងមូលនិធិ Fondation Abbé Pierre អង្គការ Planet Enfants et Développement បានចាប់ផ្ដើមគម្រោងធ្វើឲ្យប្រសើរឡើងផ្នែកលំនៅឋាននិងលក្ខខណ្ឌរស់នៅដែលហៅកាត់ថា HALI ដោយសហការជាមួយអង្គការសមត្ថភាពខ្ញុំអង្គការទាំងពីរនេះបានធ្វើការនៅក្នុងតំបន់ដែលងាយរងគ្រោះក្នុងរាជធានីភ្នំពេញតាំងពីឆ្នាំ 2004 មកម្ល៉េះ Le projet Ali prend tout son sens puisqu'il vient répondre de manière un peu globale et holistique à un certain nombre de besoins d'accompagnement des habitants de ces quartiers. ដោយផ្ដោតសំខាន់ទៅលើមនុស្សជាកត្តាចម្បងអង្គការ Planet Enfants et Développement ផ្ដោតលើកត្តាអាទិភាពសំខាន់ចំនួន 4 មានដូចជាការគ្រប់គ្រងគ្រួសារការជួសជុលលំនៅឋាននិងការធ្វើឲ្យប្រសើរឡើងនៅហេដ្ឋារចនាសម្ព័ន្ធការកសាងសហគមន៍និងសកម្មភាពស្រាវជ្រាវជាមួយនឹងសមាសធាតុផ្អែកលើ gender. Le choix des communautés d'intervention du projet Ali, c'est basé d'une part sur des études, des rapports, des recensements collectés et produits par différents acteurs, que ce soit la municipalité de Phnom Penh ou d'autres ONG travaillant sur la thématique des quartiers précaires. Lộc Kệt Sầm Bátបានផ្លាស់ទីលំនៅទៅសង្កាត់ក្មួយខណ្ឌសែនសុខក្នុងឆ្នាំ 2001 ជាមួយគ្រួសារជាច្រើនទៀតបន្ទាប់ពីមានអគ្គិភ័យឆាបឆេះសហគមន៍ចាស់របស់ពួកគាត់នៅអគារ Building ឬអគារសហើយអភិបាលក្រុងបានស្នើផ្ដល់ទីតាំងនេះដល់ពួកគាត់ស្នាក់អាស្រ័យលោកកេតសម្បត្តិគឺជាប្រធានសហគមន៍និងជាជំនួយការក្រុមប៉ាសាដែលបានបង្កើតឡើងដោយអង្គការ Planet Enfants et Développement សហគមន៍ក្រីក្រខ្វះការចេះដឹងចឹងពួកខ្ញុំដែលមានការចេះដឹងចំណេះតិចតួចចឹងបានជាក្រុមពួកយើងបានបង្កើតជាក្រុមប៉ាសាឡើងដើម្បីជួយអភិវឌ្ឍជាមួយនឹងអង្គការដៃគូចំពោះ
ប្រជាពលរដ្ឋដែលក្រីក្រនៅក្នុងសហគមន៍ ក្រុមបាសាបានន័យថាជាក្រុមសមាជិកជាជនដែលរស់នៅក្នុងសហគមន៍ហើយពួកគាត់ចូលរួមដោយការស្ម័គ្រចិត្តពួកគាត់មានចិត្តស្រឡាញ់សហគមន៍មានចិត្តចង់ជួយជាពិសេសផ្នែកតាក់ទងជាមួយនឹងលំនៅឋានហើយមួយទៀតពួកគាត់ព្យាយាមជួយដោះស្រាយបញ្ហាដែលកើតមាននៅក្នុងសហគមន៍ទាំងអស់គ្នា ប៉ាសាគឺជាវិធីសាស្ត្រដែលមានការចូលរួមដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយដែលតាក់ទងនឹងសុវត្ថិភាពលំនៅឋានបង្កើតឡើងដោយសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហមនិងអតិចੰក្រហមក្នុងគោលបំណងដើម្បីអភិវឌ្ឍសមត្ថភាពក្នុងតំបន់ក្នុងការកាត់បន្ថយហានិភ័យដែលតាក់ទងនឹងលំនៅឋានតាមរយៈការបង្កើនការយល់ដឹងនិងអភិវឌ្ឍជំនាញក្នុងការសិក្សាការសម្រេចចិត្តនិងការវិភាគរួមគ្នានៅក្នុងសហគមន៍ សម្រាប់ការគូផែនទីសហគមន៍គោលបំណងសំខាន់គឺយើងចង់កំណត់ស្វែងរកឲ្យឃើញនៅចំនួនផ្ទះសុវត្ថិភាពនិងផ្ទះអសុវត្ថិភាពងាយស្រួលដល់ក្រុមការងារយើងចុះទៅធ្វើការសម្ភារដើម្បីកំណត់និងផ្ដល់កញ្ចប់ជួសជុលផ្ទះដល់ពួកគាត់ តាមរយៈនៃការធ្វើផែនទីសហគមន៍នេះផ្ទះដែលមានសភាពទ្រុឌទ្រោមខ្លាំងនឹងត្រូវបានជ្រើសរើសសម្រាប់ការជួសជុលឡើងវិញម្ចាស់ផ្ទះនឹងទទួលបាននូវកញ្ចប់ជួសជុលផ្ទះដោយទទួលបានសម្ភារៈចាំបាច់ដែលពួកគេត្រូវការដើម្បីលើកកម្ពស់ស្ថានភាពរស់នៅរបស់ពួកគេទៅតាមតម្រូវការជាក់ស្ដែង ជំហានទី1ដែលយើងត្រូវចុះសម្ភារហ្នឹងសម្ភារទៅលើតែគ្រួសារណាដែលគាត់ងាយរងគ្រោះឬក៏គេហៅថាផ្ទះអសុវត្ថិភាពហ្នឹងគឺផ្ទះគាត់ដែលមានការទ្រុឌទ្រោមខ្លាំងហើយគ្រួសារគាត់ដែលមានជីវភាពទន់ខ្សោយ មុនដែលពួកគាត់ចូលរួមសម្ភារនឹងក្រុមការងារបច្ចេកទេសផងខ្ញុំក៏ត្រូវត្រួតពិនិត្យពីលើម្ដងទៀតដើម្បីថាដឹងថាផ្ទះហ្នឹងអសុវត្ថិភាពពិតប្រាកដមែនដើម្បីឲ្យយើងចុះទៅសម្ភារផ្ទះហ្នឹង យើងជួយជួសជុលផ្ទះឲ្យគាត់ធ្វើឲ្យគាត់បានទទួលសិទ្ធិមួយពេញលេញដែលយើងហៅថាសិទ្ធិទទួលបានទីជម្រកសមស្របណាហើយចំពោះសហគមន៍វិញនៅពេលដែលសមាជិកសហគមន៍មានជីវភាពប្រសើរឡើងសហគមន៍កាន់តែរីកចម្រើននៅពួកគាត់មានចំណេះដឹងច្រើនគាត់យល់ដឹងច្រើនធ្វើឲ្យសេដ្ឋកិច្ចគ្រួសារកាន់តែរីកចម្រើនទៅមុខ En plus de la rénovation individuelle de maisons, d'habitat, nous accompagnons aussi l'implémentation de micro-projets d'infrastructures collectives qui sont proposés par les groupes PASA. ជាឧទាហរណ៍សម្រាប់ micro project ដែលយើងបានធ្វើនៅសហគមន៍នៅក្នុងវគ្គមួយដែលយើងធ្វើនៅច្បារអំពៅនោះគឺវាធ្វើឲ្យប្រសើរឡើងនៅហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសហគមន៍របស់ពួកគាត់ផ្ទាល់ពីមុនគឺមានទឹកលិចញឹកញាប់ខ្លាំងមែនទែនរាល់ពេលដែលមេឃភ្លៀងធំប៉ុន្តែបន្ទាប់ពីយើងធ្វើហើយបញ្ហាទឹកលិចហ្នឹងគឺវាលែងជាបញ្ហាធំដុំសម្រាប់ប្រជាជននៅក្នុងតំបន់ហ្នឹងទៀតហើយ គម្រោងដំណាក់កាលទី 2 គឺផ្ដោតទៅលើសហគមន៍ក្រីក្រថ្មីៗនៅតាមជ័យទីក្រុងភ្នំពេញសហគមន៍ទាំងនេះត្រូវបានផ្លាស់ប្ដូរទីតាំងនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ 2000 ដោយសារការយកទីតាំងទាំងនេះសម្រាប់គម្រោងអភិវឌ្ឍទីក្រុង Pour la phase 2 du projet Ali, nous avons choisi les 4 communautés de Andong et enfin parce que ces communautés de Andong ont été relocalisées en 2006 du centre-ville de Phnom Penh vers cette nouvelle zone. Et donc elles sont aussi plus stables sur le plan foncier et donc beaucoup moins à risque de relocalisation. នៅសហគមន៍អណ្ដូងអ្នកស្រីសាំងសារ៉ិនគឺជាគ្រួសារមួយក្នុងចំណោម 75 គ្រួសារផ្សេងទៀតដែលគណៈកម្មការប៉ាសាបានជ្រើសរើសសម្រាប់ផ្ដល់ជូននៅកញ្ចប់ជួសជុលផ្ទះកញ្ចប់ទាំងនេះបានជួយឲ្យគ្រួសារមានភាពក្លាហានតាមរយៈការផ្ដល់ឲ្យពួកគេនៅសម្ភារៈសំខាន់ៗដើម្បីលើកកម្ពស់លក្ខខណ្ឌរស់នៅរបស់ពួកគេឡើងវិញ អង្គការគាត់មកគាត់ឃើញតាមយ៉ាងធានភូមិគាត់ប្រាប់ឃើញផ្ទះខ្ញុំលិចគាត់ថតទៅឲ្យអង្គការគាត់ផុសទៅអង្គការឃើញគាត់ក៏ចុះមកមើលឃើញផ្ទះខ្ញុំលិចមែនលិចលើផងលិចក្រោមមានសងខាងទាំងអស់អត់មានកន្លែងកូនមានទេបានគាត់ជួសជុលដំបូងនឹងឲ្យមកហើយជួសជុលទៅខ្ញុំសប្បាយចិត្តអអីនិយាយអត់ចាញ់ទេបានគាត់ជួយ
នឹកឃើញថាក្នុងចិត្តខ្ញុំបានប៉ុណ្ណឹងខ្ញុំសប្បាយខ្ញុំក្រុមគ្រួសារខ្ញុំរីករាយអត់បានចម្រោកអីកូន នៅពេលយើងចុះសិក្សាយើងឃើញថាផ្ទះហ្នឹងគឺខូចដបូលខ្លាំងគឺយើងគឺធ្វើជួសជុលដបូលបើសិនជាផ្ទះហ្នឹងម្ចាស់ផ្ទះគាត់ត្រូវការបន្ទប់ទឹកអីចាំបាច់ជាងគឺយើងផ្ដល់ឲ្យគាត់គឺប៉ុន្តែវានៅក្នុងបាត់នៅក្នុងកញ្ចប់ថវិការបស់យើងដែលមានកំណត់ ខណៈពេលដែលអង្គការ Planet Enfants et Development ធ្វើការរួមចំណែកដ៏ធំបំផុតចំពោះការចំណាយលើការជួសជុលផ្ទះនោះម្ចាស់ផ្ទះក៏ត្រូវបានស្នើសុំឲ្យចូលរួមបដិភាគតូចមួយចំពោះការចំណាយសរុបផងដែរ ផ្ទះហ្នឹងក៏ជាចំណែកការកាត់ខំរបស់គាត់ដែរអញ្ចឹងគឺគាត់នឹងស្រឡាញ់ថែរក្សាគាត់នឹងមើលថែវាឲ្យបានល្អដូចជារបស់គាត់ដែរបើយើងឲ្យគាត់ទៅទេមានថាគាត់អត់ខ្វល់ទេ ចំណែកឯគម្រោងនៅដំណាក់កាលទី 3 អង្គការ Planet Enfants et Development កំពុងពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការផ្ដល់នូវលំនៅឋានដែលមានសុវត្ថិភាពនិងសមរម្យសម្រាប់សហគមន៍ក្រីក្រក្នុងទីក្រុងនិងជំរុញឲ្យសហគមន៍មានភាពរឹងមាំនិងមានសាមគ្គីភាព On va travailler plus en profondeur avec nos partenaires NGO cambodgiennes et les autorités locales pour leur transférer le plus possible l'expertise, l'expérience, les mécanismes qu'on a mis en place afin que dans le futur, ils puissent se saisir de ce processus qui est un processus complet en fait que représente le projet Ali pour le reconduire auprès d'autres familles. ទៅថ្ងៃអនាគតក្រុងប៉ាសានៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់និងអនុវត្តគម្រោងសហគមន៍ក្នុងគោលបំណងបង្កើតបរិយាកាសសុវត្ថិភាពនិងប្រសើរជាងមុនសម្រាប់ប្រជាជនទាំងអស់ក្នុងសហគមន៍ ជីវភាពប្រជាពលរដ្ឋយើងក៏បានល្អប្រសើរហើយពាក់ព័ន្ធនឹងលំនៅឋានរបស់គាត់រស់នៅបានស្អាតគាត់មានទីកន្លែងទោះបីតែទូចក៏ដោយធំក៏ដោយតែជាកន្លែងមួយដែលគាត់រស់នៅស្អាតមិនមានភាពស្អុយ ខ្ញុំសង្ឃឹមធំហើយខ្ញុំបានផ្ទះចិត្តហើយខ្ញុំបានការងារធ្វើហើយក្រុមគ្រួសារខ្ញុំក៏គាត់សប្បាយចិត្តកូនចៅខ្ញុំក៏គាត់បានរៀនសូត្រ